បាទសួស្តីបងប្អូនទាំងអស់គ្នានេះពិធីដង្ហែសង្ក្រាន្តនៅឯខេត្តព្រះត្រពាំងស្រុកមាត់សមុទ្រម្សិលមិញខ្ញុំបានធ្វើដំណើរពីព្រៃនគរទៅព្រះត្រពាំងហើយតាមផ្លូវក៏ជួបព្រះសង្ឃលោកដង្ហែសង្ក្រាន្តឆ្នាំថ្មីតាមប្រពៃណីនិងខ្មែរក្រោមច្រើនបងប្អូនណាតាមបណ្ដាវត្តហើយការធ្វើដំណើររបស់ខ្ញុំនឹងគឺជួបច្រើនបងប្អូនណាកម្មវិធីដង្ហែសង្ក្រាន្តនេះតាមវត្តនានាតាំងពីចូលមកដល់ក្នុងខេត្តព្រះត្រពាំងមកគឺជួបតាមផ្លូវច្រើននេះជាទំនៀមទម្លាប់មួយដែលបងប្អូនខ្មែរកម្ពុជាក្រោមកំពុងតែរក្សាប្រពៃណីសង្ក្រាន្តឆ្នាំថ្មីជារៀងរាល់ឆ្នាំគឺដង្ហែប្រតិសិនតាមភូមិតាមស្រុកអំណរបន់ចូលឆ្នាំប្រពៃណីខ្មែរទទួលទេវតាឆ្នាំថ្មីបាទ